ក្នុងនាមជាសិក្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលសូមគោរពដឹងគុណចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពខ្មែរក្នុងបុព្វហេតុចំនួនព្រំដែនកម្ពុជាថៃវីរៈកងទ័ពខ្មែរយើងបានពលីនិងបូជាឈាមស្រស់ដើម្បីការពារបរណភាពទឹកដីមួយនេះពួកខ្ញុំក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលពិតជាមានមោទនភាពនិងការសរសើរចំពោះទឹកចិត្តដ៏មោះមុតអង់អាចក្លាហានរបស់វីរៈកងទ័ពទាំងអស់កាយលែងប្រសិនបើគ្មានវត្តមានរបស់វីរៈកងទ័ពកម្ពុជាក៏យើងតតាមការពារនិងបាក់សន្តិទេប្រហែលពេលនេះពួកខ្ញុំពុំអាចអង្គុយរៀនបានសោះព្រោះនោះឡើយប្រទេសកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមឡើយពីព្រោះពួកយើងបានឆ្លងកាត់នៅភ្លើងសង្គ្រាមជាច្រើនលើកជាច្រើនសារមកហើយអ្នកខ្លះត្រូវបាត់បង់សាច់ញាតិបាត់បង់ផ្ទះសម្បែងមានការងារនិងកុមារមិនបានរៀនសូត្រជាដើមពួកយើងមានតែម្រាមដៃ10បួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយសូមជួយតាមថែរក្សាវីរៈកងទ័ពរបស់យើងឲ្យជួបតែសុខសុវត្ថិភាពជាពិសេសនាំយកមកនៅជ័យជំនះលើខ្មាំងសត្រូវគឺប្រទេសជាតិកម្លាំងនឹងបន្តលើកទឹកចិត្តដល់វីរៈកងទ័ពរបស់យើងនិងចូលរួមផ្ដល់ជាជំនួយស្បៀងគ្រឿងបរិក្ខារផ្សេងៗផងដែរយើងជាជាតិសាសន៍តែមួយខាងនៅលើមាតុភូមិតែមួយជាមួយគ្នាត្រូវចេះរួមរំសាមគ្គីដោយសុភាសិតមួយលើកឡើងថាសាមគ្គីរូបបែក